ព្រះបន្ទូលលើកទឹកចិត្តអ្នកប្រទានឲ្យអត្ថបទគម្ពីរយ៉ូហានជំពូក19ខ25ដល់ខ27ឯមាតាព្រះយេស៊ូវប្អូនស្រីមាតាទ្រង់ម៉ារីជាប្រពន្ធក្លូប៉ាសនិងម៉ារីជាអ្នកស្រុកម៉ាក់ដាឡាគេឈរនៅជិតឈើឆ្កាងទ្រង់ព្រះយេស៊ូវក៏ឃើញមាតាទ្រង់និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់កំពុងឈរនៅទីនោះរួចទ្រង់មានប្រាប់បន្ទូលទៅមាតាថាមាតាអើយនោះណកូនរបស់មាតារួចទ្រង់មានប្រាប់បន្ទូលទៅសិស្សនោះថានោះណម្ដាយអ្នកតាំងពីនោះមកសិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួនមកដល់ត្រង់ចំណុចនេះព្រះយេស៊ូវនៅសល់ពេលតិចតួចណាស់មុននឹងសុគតកេរ្តិ៍ឈ្មោះសេរីភាពនិងសុវត្ថិភាពរបស់ទ្រង់ត្រូវបានបាត់បង់ទាំងអស់ពួកសិស្សរបស់ទ្រង់បានរត់ខ្ចាត់ខ្ចាយអស់ហើយសូម្បីតែខោអាវទ្រង់ក៏គេបានសម្រាតចេញអស់ពីខ្លួនទ្រង់ដែរប៉ុន្តែរឿងមួយនៅតែមានដដែលគឺមាតាទ្រង់ឈរនៅទីបឈើឆ្កាងរបស់ព្រះយេស៊ូវជាមួយនឹងសិស្សទ្រង់ម្នាក់គឺលោកយ៉ូហានព្រះយេស៊ូវមិនចង់ឲ្យមាតាទ្រង់និងយ៉ូហាននៅឯកោម្នាក់ឯងពោពេញដោយភាពសោកសៅឡើយដូច្នេះព្រះអង្គក៏ប្រទានឲ្យអ្នកទាំងពីរទទួលគ្នាថែរក្សាគ្នាទៅវិញទៅមកការយកចិត្តទុកដាក់របស់ព្រះយេស៊ូវនេះពិតជាជួយកំសាន្តចិត្តខ្ញុំខ្លាំងណាស់ការនេះបញ្ជាក់ឲ្យខ្ញុំដឹងច្បាស់ថាអ្នកទាំងពីរមានអ្នករួមជំនឿម្នាក់ទៀតនៅជាប់ជាមួយនឹងខ្លួនតាមពិតព្រះយេស៊ូវអាចទុកឲ្យលោកយ៉ូហានស្វែងរកផ្លូវដោយខ្លួនឯងបានព្រះអង្គក៏អាចទុកឲ្យនាងម៉ារីជាមេដាទ្រង់ទៅរកសេចក្តីសប្បុរសដ៏ទន់ភ្លន់របស់បងប្អូនដែលមិនទាន់ជឿតែព្រះអង្គមិនធ្វើដូច្នោះទេផ្ទុយទៅវិញទ្រង់បានបង្កើតគ្រួសារថ្មីមួយដែលកើតចេញពីសេចក្តីស្រឡាញ់របស់អ្នកទាំងពីរតើរឿងកើតឡើងសប្តាហ៍នេះគឺដូចជាទ្រង់បានធ្វើដែរឬទេវាមិនគ្រប់គ្រាន់ឡើយដែលទ្រង់គ្រាន់តែប្រទានឲ្យយើងនៅជីវិតអំណរសេចក្តីសង្គ្រោះការអត់ទោសបាបនិងសេចក្តីសុខសាន្តតាមរយៈការសុគតនិងការរស់ឡើងវិញរបស់ទ្រង់មែនហើយព្រះអង្គត្រូវតែប្រទានឲ្យយើងលើសពីនោះទៅទៀតគឺប្រទាននៅសេចក្តីស្រឡាញ់និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងពួកជំនុំដែលទ្រង់គឺជាប្រមុខដឹកនាំផ្ទាល់តែម្ដងព្រះអង្គបានមានប្រាប់បន្ទូលថាគេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯងគឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកយ៉ូហានជំពូក13ខ35សូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះអម្ចាស់អើយទូលបង្គំសូមអរព្រះគុណទ្រង់សម្រាប់ការបំពេញតម្រូវការរបស់ទូលបង្គំយើងខ្ញុំអាមែនតើក្រុមជំនុំបានកំសាន្តចិត្តរបស់លោកអ្នកនៅពេលណាតើយើងអាចធ្វើអ្វីបានខ្លះនៅពេលយើងឃើញក្រុមជំនុំបរាជ័យមិនបានស្រឡាញ់គ្នានិងមិនគាំទ្រគ្នាទៅវិញទៅមកហេតុអ្វីបានជាការព្យាយាមរស់នៅតែម្នាក់ឯងពេញមួយជីវិតរបស់លោកអ្នកជាគ្រីស្ទបរិស័ទដោយផ្ដាច់ខ្លួនចេញពីក្រុមជំនុំជាគំនិតមិនល្អសូមអរគុណសូមព្រះប្រទានពរ